ជំរាបសួរទៅកាន់អ៊ំពូមីងទាំងអស់គ្នាសម្រាប់ថ្ងៃនេះនេះខ្ញុំសួនស្រីថងមកចែករំលែកអំពីប្រធានបទមួយពាក់ព័ន្ធជាមួយនឹងបញ្ហាឈឺចង្កេះដោយសារតែមានជួបជាមួយនឹងអ៊ំពូមីងជាច្រើនមិនថាអ៊ំពូមីងដែលអាយុចាប់ពី40ឆ្នាំឡើងទៅទេអ្នកដែលគាត់មានបញ្ហាក្មេងអាយុ20ជាងហ្នឹងគាត់ជួបប្រទះនៅបញ្ហាឈឺចុករោយចង្កេះដូចគ្នាដែរជាពិសេសគឺការឈឺឆ្អឹងខ្នងផងដែរអញ្ចឹងពាក់ព័ន្ធមូលហេតុទី1គឺពាក់ព័ន្ធនឹងការអង្គុយយូរជាពិសេសអ្នកដែលគាត់ធ្វើការច្រើនមមាញឹកច្រើនអង្គុយយូរអត់បានធ្វើចលនាអត់បានងើបឈរទេក៏វាប្រឈមជាមួយនឹងការឈឺចុករោយចង្កេះជាពិសេសហ្នឹងគឺចាប់ផ្ដើមឈឺនៅតាមឆ្អឹងខ្នងផងដែរទី2សម្រាប់អ្នកដែលគាត់មានបញ្ហារលាកទៅនឹងអាងទឹកគាឬក៏ស្ត្រីខ្លះគាត់មានបញ្ហាទៅនឹងស្បូនចាមានបញ្ហាកពេញប្រូស្តាតឬក៏ស្ត្រីខ្លះគាត់មានបញ្ហាសុខភាពផ្នែកស្បូនណាមួយដូចជារលាកឬក៏មហារីកស្បូនគាត់ធ្វើឲ្យគាត់មានអារម្មណ៍ថាឈឺចុករោយចង្កេះឈឺឆ្អឹងខ្នងអ្នកខ្លះរហូតដល់មានបញ្ហារលាកសន្លាក់ផងដែរអញ្ចឹងបើសិនជាកំពុងតែមានបញ្ហាទាំងអស់នេះហើយជាក្តីបារម្ភមែនទែនពេលដែលយើងធ្វើចលនាអីហ្នឹងមានអារម្មណ៍ថាឈឺមានអារម្មណ៍ថាចុករោយចង្កេះតែម្ដងអញ្ចឹងនេះខ្ញុំណែនាំបងប្អូនជាមួយនឹងផលិតផល V Home នេះគឺបកកែខ្លាំងមែនទែនគឺលេខ1តែម្ដងវាជួយសម្រួលទៅលើបញ្ហាឈឺចុករោយចង្កេះឈឺឆ្អឹងខ្នងចាគៀបសរសៃក្តៅចាក់កាហាយបាត់ដៃបាត់ជើងចាពិបាកក្តាប់ពិបាកលាតឹងសរសៃនេះគឺបកកែខ្លាំងមែនទែនអញ្ចឹងសម្រាប់បងពូមីងដែលកំពុងតែមានបញ្ហាសុខភាពប្រចាំកាយកំពុងតែស្វែងរកផលិតផលដែលត្រូវហើយមិនប៉ះពាល់សុខភាពអញ្ចឹងផលិតផលនេះគឺប្រើទៅអត់ខកបំណងទេព្រោះមានអតិថិជនដែលគាត់ប្រើទៅគឺបានជាពិតប្រាកដអញ្ចឹងកុំភ្លេចតាមដានវីដេអូក្នុង page ក៏ដូចជាតាក់ទងជាមួយនឹងការចូលមើលក្នុង page បន្ថែមគឺមានវីដេអូជាច្រើនដែលគាត់បានប្រើប្រាស់ជាពិតប្រាកដតែម្ដងអរគុណ